មនៅទាំងអស់គ្នាមកកាន់វីដេអូដើរលេងរបស់ខ្ញុំនៅទីក្រុងខ្វាំងជូប្រទេសចិននៅក្នុងវីដេអូមួយនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលបទពិសោធន៍ដ៏អស្ចារ្យមួយដែលខ្ញុំបានទទួលបានពីសាលារបស់ខ្ញុំអត់បានចំណាយលុយទៅលើសណ្ឋាគារសម្បត្តិហោះហើរឬក៏ភោជនីយដ្ឋានអីទេគឺគ្រប់យ៉ាងទាំងអស់ខ្ញុំអត់បានចំណាយមួយកាក់មួយសេនទេហើយកម្មវិធីមួយនេះផងដែរគឺបានរៀបចំដោយសាកលវិទ្យាល័យបាងកកដែលឲ្យសិស្សឆ្នាំទី4ទាំងអស់គ្នាក្នុងគោលបំណងឲ្យសិស្សទាំងអស់គ្នានឹងទទួលបានបទពិសោធន៍នៃការសិក្សាអំពីបរិបទអាជីវកម្មនិងវប្បធម៌របស់ជនជាតិចិនដោយឥតគិតថ្លៃដើម្បីកុំឲ្យខាត់ពេលយូរខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើលដំណើរដើមទងទាំងអស់ថាតើហេតុអ្វីបានជាខ្ញុំចូលរួមកម្មវិធីនេះបានទាំងដែលសប្តាហ៍ថ្ងៃហ្នឹងខ្ញុំធ្វើការជាពហុនិកានៅប្រទេសកម្ពុជាទេគឺខ្ញុំបានដំណឹងពីកម្មវិធីមួយនេះតាំងពីចុងឆ្នាំ2024ម្លេះហើយខ្ញុំបានសួរអាចារ្យដែរហើយអាចារ្យគាត់ថាខ្ញុំអាចចូលរួមកម្មវិធីនេះបានដោយសារតែខ្ញុំអត់ទាន់ drop out ពីថ្នាក់ទេសប្តាហ៍ថ្ងៃនេះខ្ញុំជាពហុនិកានៅ Asia Cambodia ប៉ុន្តែខ្ញុំនៅតែមានឈ្មោះជានិស្សិតឆ្នាំទី4នៃសាកលវិទ្យាល័យបាងកកនៅឡើយទេដំបូងឡើយហ្នឹងគឺខ្ញុំបានដាក់ច្បាប់តាំងពីឆ្នាំ2024ម្លេះដោយសារតែកន្លែងធ្វើការខ្ញុំហ្នឹងគេតម្រូវឲ្យដាក់ច្បាប់យ៉ាងហោចណាស់2ខែមុនថ្ងៃឈប់ហើយខ្ញុំត្រូវទៅប្រទេសចិនហ្នឹងគឺខែ2អញ្ចឹងទៅខ្ញុំដាក់ច្បាប់តាំងពីចុងឆ្នាំ2024ម៉េចនៅក្នុងថ្ងៃនេះដែរខ្ញុំបានដាក់ពាក្យធ្វើវីសាឲ្យអ្នកទាំងអស់គ្នាហើយឯកសារហ្នឹងគឺអត់មានអីញញ៉ៃទេតាមដែលខ្ញុំចាំបានឯកសារគឺត្រូវមានប៉ាសពតសម្បត្តិយន្តហោះសម្បត្តិកក់សណ្ឋាគារហើយនឹងតម្កល់លុយនៅធនាគារតាមខ្ញុំចាំបានគឺមានតែ4នឹងឯងអ្នកទាំងអស់គ្នាបន្ទាប់ពីរយៈពេល4ថ្ងៃមកគឺខ្ញុំត្រូវទទួលបានវីសាខ្ញុំហើយអញ្ចឹងទៅខ្ញុំត្រូវទៅយកនៅកន្លែងដែលខ្ញុំទៅដាក់ហ្នឹងអ្នកទាំងអស់គ្នាទាំងអស់គ្នាឆ្លើយយន់លុយឆ្លើយគេអត់មាន keypad ទេចុចបិទយកអររយៈពេលជាយូរលងណាស់មកហើយទីបំផុតហ្នឹងគឺខ្ញុំបានធ្វើដំណើរទៅដើរលេងហើយអ្នកនរគ្នាប៉ុន្តែមុននឹងទៅបានខ្ញុំត្រូវទៅបាងកកសិនព្រោះពួកខ្ញុំត្រូវជួបគ្នាជាមួយសិស្សដទៃទៀតនៅប្រលានយន្តហោះដុនមឿងអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថាធ្វើដំណើរទៅប្រទេសថៃមុនថ្ងៃជួបហ្នឹងមួយថ្ងៃតែទាំងអស់គ្នាខ្ញុំធ្វើការជាពហុនិកាអញ្ចឹងទៅបំបងតែ 10% ទេហើយនឹងពន្ធបន្ទាប់ពីខ្ញុំដាក់វ៉ាលី check in ហើយខ្ញុំដើរទៅដកពន្ធនេះខ្ញុំដូចជាដកបាន$6អ្នកទាំងអស់គ្នាគ្នាទីបំផុតគឺខ្ញុំបានធ្វើដំណើរមកដល់ទីក្រុងបាងកកហើយអស់រយៈពេលតែ1ម៉ោងទេប
បន្តមកទៀតខ្ញុំបានកក់បូលហើយធ្វើដំណើរចេញពីប្រលានដុនមឿងទៅបន្ទប់របស់មិត្តភក្តិខ្ញុំពេលជិះតាមផ្លូវហ្នឹងអ្នកទាំងអស់គ្នាខ្ញុំមានអារម្មណ៍ថាខ្ញុំបានមកដល់ផ្ទះខ្ញុំវិញអញ្ចឹងខ្ញុំរស់នៅប្រទេសថៃនេះបានរយៈពេលប្រហែល1ឆ្នាំ2ឆ្នាំដែរកន្លែងនេះគឺជាកន្លែងដែលខ្ញុំធ្លាប់នៅពីមុនគឺខ្ញុំឡើងពីប្រទេសខ្មែរមកភ្លាមគឺខ្ញុំមកនៅកន្លែងហ្នឹងភ្លាមព្រោះឲ្យកន្លែងហ្នឹងនៅទល់មុខសាលាហ្មងអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺខ្ញុំបានជួបមិត្តភក្តិខ្ញុំហើយចាអាឃីមធ្វើបន្ទប់ខ្លួនឯងចាខុនដូខ្ញុំទិញនៅថៃនេះទីបំផុតហ្នឹងគឺខ្ញុំបានជួបមិត្តភក្តិខ្ញុំហើយពេលខ្ញុំមកដល់បន្ទប់គាត់គឺខ្ញុំធ្វើដូចបន្ទប់ខ្លួនឯងចឹងណាអ្នកទាំងអស់គ្នាបោកអាវបោកអីណាតម្លាក់ក្បូបហើយសម្រាប់ប្រហែលកន្លះម៉ោងខ្ញុំអាប៉ៃនិងអាខេមបានធ្វើដំណើរទៅសាលាហ្នឹងគឺនៅខាងមុខកន្លែងខ្ញុំនៅនឹងឯងអ្នកទាំងអស់គ្នាគាត់តែខ្ញុំឆ្លងស្ពានសាផានឡយនេះទៅគឺដល់ហើយខ្ញុំបានញ៉ាំបាយនៅកងទិនសាលាតែប៉ុន្តែពួកគាត់ជូនខ្ញុំមកតែអ្នកទាំងអស់គ្នាញ៉ាំបាយហ្នឹងញ៉ាំគិនហ្នឹងក៏បានដែរប៉ុន្តែខ្ញុំចង់មកសាលាទៅពួកគាត់ក៏ជូនខ្ញុំមកទៅមិត្តភក្តិខ្ញុំល្អមែនទេអ្នកទាំងអស់គ្នាហើយបាយគឺខ្ញុំបានហៅបាយនេះអ្នកទាំងអស់គ្នាខ្ញុំមិនដឹងឈ្មោះទេដូចសាច់ខYou want short nail or long nail? Short nail បន្ទាប់ពីញ៉ាំបាយហើយពួកខ្ញុំក៏ធ្វើដំណើរមកបន្ទប់វិញហើយខ្ញុំបានមកបន្ទប់អប៉ៃម្ដងហើយអប៉ៃគឺគាត់មាន talent មែនទែនក្នុងការ design art អីយ៉ាងណាអ្នកទាំងអស់គ្នាគាត់ចេះចាក់ក្របចាក់មួកចេះគូររូបនិយាយទៅចេះមកចប់អារឿង art ហ្នឹងរើស design ណាក៏បានដែរខ្ញុំចូលចិត្តសាមញ្ញពេលខ្ញុំរើស design ហើយខ្ញុំអង្គុយចាំឲ្យគាត់ធ្វើអា Kim សិនព្រោះអីខ្ញុំទៅលាបកញ្ចក់ជើងខ្ញុំសិនតែទាំងអស់គ្នាអា Kim ធ្វើអស់រយៈពេល4ម៉ោងហើយខ្ញុំធ្វើអស់រយៈពេល2ម៉ោងស្អាតចាស្អាតត្រឹមតែធ្វើកញ្ចក់ហើយគឺដល់យប់ល្មមហើយឃ្លានបាយមែនទែនពួកខ្ញុំក៏ធ្វើដំណើរទៅកាន់សាលាម្ដងទៀតតាមពិតខ្ញុំតែចង់ទៅទេខ្ញុំចង់ទៅញ៉ាំម៉ាឡាព្រោះអីកន្លែងម៉ាឡាហ្នឹងការខ្ញុំនៅរៀននៅហ្នឹងគេអត់ទាន់បើកទេគេទៅបើកថ្មីកន្លែងម៉ាឡានេះអ្នកទាំងអស់គ្នាមកបានថតទេប៉ុន្តែមួយចានហ្នឹងធំមែនទែនហើយខ្ញុំដូចជាអស់100បាតជាងទេថ្មីបានមកដល់ហើយថ្ងៃនេះដែរគឺខ្ញុំចាប់ផ្ដើមពីម៉ោង2ថ្ងៃទៅតាមពិតខ្ញុំភ្ញាក់ម្ដងឯងម៉ោង10ប៉ុន្តែខ្ញុំក្រោកមកបិទម៉ោងរោហើយខ្ញុំដេកទៅវិញហើយក្រោកម្ដងទៀតម៉ោង2បណ្ដោយខ្ញុំនិងមិត្តភក្តិខ្ញុំបានធ្វើដំណើរទៅ Future Park រង្សិតហើយតាមពិតហ្នឹងខ្ញុំអ្នកចង់ទៅទេមិត្តភក្តិខ្ញុំក៏ជួនខ្ញុំទៅខ្ញុំទៅហ្នឹងដើម្បីទិញអាវ៉ាន់ផ្ញើម៉ាក់ទិញតែមួយផ្លេតទៅអ្នកនរគ្នាម៉ាក់ខ្ញុំផ្ញើទិញវីតាមីនអញ្ចឹងទៅដើរតែទិញឲ្យគាត់ផ្លេតប៉ុន្តែមុននឹងខ្ញុំដើរទិញអាវ៉ាន់ចូលទិញឆាត្រាមឺតមកទៀតខ្ញុំក៏នាំគ្នាចូលញ៉ាំ steak កន្លែង steak នេះតាមពិតអត់ដែរចូលពីមុនទេប៉ុន្តែឲ្យតែមក Future Park លោកណាដើរកាត់កន្លែងហ្នឹងឃើញមនុស្សចាំញក់រហូតចឹងទៅថ្ងៃហ្នឹងក៏សម្រេចចិត្តថាចូលញ៉ាំកន្លែងហ្នឹងហើយកន្លែងហ្នឹងថោកតម្លៃអត់ថ្លៃទេតែទាំងអស់គ្នា100បាតជាងតិចអីប៉ុណ្្នឹងឯងអើយញ៉ាំប៊ឺហ្គឺមួយឡើយអានេះចេញមករបៀបអាមេរិកាមួយនេះថ្លៃមែន300 cent ជិះបីសាអូសាមែនពួកខ្ញុំបានហៅ spaghetti carbonara អីគេនេះជាមួយនឹងសាច់មាន់ spaghetti ហ្នឹងគឺពេលញ៉ាំដំបូងឆ្ងាញ់មែនទែនដោយសារតែមានឈីសក្នុងហ្នឹងច្រើនតែដល់ពេលញ៉ាំយូរទៅរៀងទលាន់ពួកខ្ញុំញ៉ាំមិនអស់ទេអូសាមជាតិបាត់ទេណា
បន្ទាប់ពីញ៉ាំអីហើយពួកខ្ញុំក៏នាំគ្នាចូលដូរលុយទៅលុយយួនដូរតែ 3,000 បាតទេហើយ 3,000 បាតហ្នឹងខ្ញុំចាយអត់ដល់ផងបន្ទាប់ពីចូលដូរលុយហើយខ្ញុំចូលទិញប៊ីចុងមួយផ្លេតទៅដល់ចូលទៅទិញយកបណ្ដោយបន្ទាប់ពីទិញប៊ីចុងលឿនៗហើយពួកខ្ញុំក៏នាំគ្នាថាទៅផ្ទះប៉ុន្តែខ្ញុំក៏នឹកឃើញនាំគ្នាចូលទិញសាប៊ូកក់សក់តូចៗទុកដាក់តាមខ្លួន Pick a movie, I'll pick you up, we'll go eat sushi. Or we'll go downtown. With our best moves we can boogie. Oh my, we both look so fly like sweet apple pie. Yeah, they want a piece of us. ឥឡូវហ្នឹងគឺខ្ញុំកំពុងតែធ្វើដូចបន្ទុកខ្លួនឯងនៅទាំងគ្នាប៉ុន្តែម្ចាស់បន្ទុកវិញគេទៅអង្គុយដេកសពុតឲ្យខ្ញុំសពុតហ្នឹងព្រះធ្នេខាងក្រោយ We are goofy playing tag in the jacuzzi ពេលដេកសពុតដេកឲ្យហើយសល់ពេលដូចជាកាលហ្នឹងម៉ោង 8 កន្លះបានហៅអាប៉ៃមកបន្ទប់អាឃីមដើម្បីញ៉ាំបាយមួយគ្នាហើយ make up អីមួយគ្នាដើម្បីធ្វើដំណើរទៅមួយគ្នាដែរតែជួនអីពេលហ្នឹងខ្ញុំជិះទៅគ្នា5នាក់ជិះអត់ទេអញ្ចឹងទៅពីឡានដដែលអាប៉ៃចូលហាននិង Irene ទៅមួយឡានហើយខ្ញុំពីអ្នកអាឃីមទៅមួយឡានទៀតទៅមុន Dạ thầy bị trơn á, thầy ấy khai nè. Làm hạt thầy khai. Làm fake. Fake. Ok. Thôi. Muối bí mày. Ở đây. Thôi. Muối bí mày. អរគុណអ្នកនរគ្នាមែនទែនដែលមើលវីដេអូនេះពីដើមដល់ចប់កុំភ្លេចតាមដានវីដេអូក្រោយដែលខ្ញុំជួបជាមួយមិត្តភ័ក្តិខ្ញុំដទៃទៀតនៅប្រទេសចិនណាអ្នកនរគ្នាសូមអរគុណ Saw your silhouette